បញ្យលតនីឃ្លៀងខ្លះ what goes around comes around នេះគឺជាឃ្លៀងខ្លះមួយដែលយើងអាចប្រើដើម្បីមានន័យថាធ្វើបន់បានបន់ធ្វើបាបបានបាបឬសង្ហីបាននោះឬធ្វើល្អបានល្អធ្វើក្រក់បានក្រក់នេះគឺជាឃ្លៀងខ្លះមួយដែលយើងអាចប្រើដើម្បីនិយាយថារាល់សកម្មភាពរបស់យើងមិនថាល្អឬអាក្រក់នៅពេលយើងធ្វើដល់នរណាម្នាក់វាអាចទៅរួចដែលយើងនឹងទទួលបាននៅរឿងនោះមកវិញឧទាហរណ៍បើសិនជាយើងធ្វើរឿងអាក្រក់ដាក់នរណាម្នាក់ឬធ្វើរឿងមិនគប្បីឬធ្វើរឿងអយុត្តិធម៌ដល់នរណាម្នាក់ថ្ងៃក្រោយអ្នកអាចនឹងមានអ្នកផ្សេងធ្វើរឿងបែបហ្នឹងដាក់លើយើងវិញផ្ទុយទៅវិញបើសិនជាយើងធ្វើរឿងល្អនឹងមានអ្នកធ្វើរឿងល្អមកយើងវិញឧទាហរណ៍ He always helped his neighbors and when he fell ill they were there for him what goes around comes around មានន័យថាគាត់តែងតែបានជួយអ្នកជិតខាងរបស់គាត់ដល់ពេលគាត់ធ្លាក់ខ្លួនឈឺពួកគេបានជួយគាត់វិញធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ឬធ្វើអីបាននោះឃ្លាខ្លះពីរទៀតដែលយើងអាចប្រើដើម្បីមានន័យស្តីងនឹងឃ្លានេះគឺ You made your bed now lie in it យើងប្រើឃ្លាមួយនេះដើម្បីមានន័យថានៅពេលដែលយើងហ៊ានធ្វើសកម្មភាពអ្វីមួយយើងត្រូវហ៊ានទទួលយកនៅផលប៉ះពាល់ឬក៏លទ្ធផលនៃសកម្មភាពនោះមិនថាលទ្ធផលនោះគឺជាលទ្ធផលបែបវិជ្ជមានឬក៏អវិជ្ជមាននោះទេវាស្តីងនឹងការនិយាយថាហ៊ានស៊ីហ៊ានសងហ៊ានធ្វើអីត្រូវហ៊ានទទួលរឿងហ្នឹងឃ្លាខ្លះមួយទៀតដែលមានន័យស្តីងគ្នាដែរគឺ You reap what you sow ឃ្លាមួយនេះមានន័យថាខំប៉ុណ្ណាបានប៉ុណ្ណឹងឬលទ្ធផលដែលយើងនឹងទទួលបាននៅពេលអនាគតគឺវាអាស្រ័យទៅលើសកម្មភាពឬក៏ភាពប្រឹងប្រែងរបស់យើងបច្ចុប្បន្នថាយើងខំប៉ុណ្ណាហើយយើងនឹងបានលទ្ធផលប៉ុណ្ណឹង